ទុនសាយកំហួយមានរឿងដំណាលថានៅថ្ងៃមួយមានទុនសាយមួយក្បាលរស់នៅក្នុងព្រៃក្បែរភូមិអ្នកស្រុកទុនសាយនោះក្បាលខូចជាខ្លាំងតែងតែលួចចេកអ្នកដំណើរតាមផ្លូវស៊ីជាអាហារមិនដែលខានថ្ងៃមួយមានដូនចាស់ម្នាក់កំពុងទូលកញ្ជើដាក់ចេកពេញនៅលើក្បាលធ្វើដំណើរតាមផ្លូវមកពីចំការវិញក៏ប្រទះឃើញសត្វទុនសាយដេកស្ដុកស្ដឹងនៅកណ្ដាលផ្លូវថ្លែងពីទុនសាយជាសត្វកំហូចតែងតែលួចចេកអ្នកស្រុកស៊ីជាចំណីនោះកំពុងតែគិតបណ្ដើរភ្នែករំភៃមើលទៅផ្លូវនោះក៏លាន់មាត់ថាយ៉ានេះជាដូនចាស់ទេតាមានទូចេកនៅលើក្បាលទៀតទុនសាយកំហូចក៏គិតរកល្បិចធ្វើយ៉ាងណាដើម្បីបានចេកនោះស៊ីមួយសន្ទុះក្រោយមកដូនចាស់បានដើរមកដល់ក្រោមដើមឈើធំមួយក៏ឈប់សម្រាកមួយផ្លែតដើម្បីបំបត្តិភាពហត់នឿយបានឱកាសល្អទុនសាយឃើញដូនចាស់កំពុងសម្រាកក៏ធ្វើជាដេកស្ដោកនៅកណ្ដាលផ្លូវក្បែរដូនចាស់មួយស្របក់បន្ទាប់ពីដូនចាស់មានកម្លាំងពីការសម្រាកហើយនោះក៏ចាប់កញ្ជើចេកលើកដាក់លើក្បាលទូលចេញដំណើរទៅស្រាប់តែក្រឡេកឃើញទុនសាយដេកស្ដុកស្ដឹងក៏កើតមានចិត្តអាណិតទុនសាយនោះជាខ្លាំងដូនចាស់ក៏ពោលថាអ៊ីអាមិនក៏ទុនសាយនេះមកដេកស្ដុកស្ដឹងនៅទីនេះអញ្ចឹងមេឃក៏ក្តៅទៀតប្រហែលជាវាហេវហត់អស់កម្លាំងហើយគិតយកវាទៅផ្ទះសិននិយាយចប់ដូនចាស់ក៏លើកទុនសាយដាក់លើកញ្ជើចេកហើយទូលធ្វើដំណើរសម្ដៅទៅផ្ទះទុនសាយកំហួចគ្រាន់តែដូនចាស់លើកខ្លួនដាក់លើក្បាលជាមួយចេកភ្លាមបើកភ្នែកហើយសើចតិចខ្លាចលឺដល់ដូនចាស់ក្នុងចិត្តសប្បាយរីករាយជាខ្លាំងព្រោះបោកដូនចាស់បានមិនបងអង្គយូរក៏ចាប់ផ្ដើមបកចេកស៊ីរហូតដល់អស់ពីក្នុងកញ្ជើហើយក៏លោតចេញបាល់រត់ចូលក្នុងព្រៃបាត់ស្រមោលនិយាយពីដូនចាស់វិញធ្វើដំណើរបណ្ដើរក៏ឆ្ងល់ក្នុងចិត្តបណ្ដើរក៏លាន់មាត់ថាហេតុអីកញ្ជើនៅក្បាលអញស្រាលទៅអញ្ចឹងតែអារម្មណ៍ខ្លាំងក៏បន្តដំណើររហូតមកដល់ក៏ដាក់កញ្ជើចុះពីលើក្បាលស្រាប់តែភ្ញាក់ព្រឺតព្រោះមិនឃើញទុនសាយនៅក្នុងកញ្ជើហើយចេកក៏អស់សល់តែសម្បកដូនចាស់ហួសចិត្តយ៉ាងខ្លាំងក៏លាន់មាត់ថាយីអាទុនសាយកំហូចវាបោកអញសោះ